មាខសោតទី3នៃកាសបវៈទេវបុត្រសង្យុត្តយប់មួយមាខទេវបុត្រចូលកលសុគតសាស្តាចារ្យនៅវត្តចេតពុនមហាវិហារហើយសួរប្រស្នាដូចតទៅអ្នកសំឡាប់អ្វីដេកជាសុខមិនសោកកើតទុករលរៀលក្តៅទ្រង់គប់ហារតីសំឡាប់អ្វីទៅដែលនាំមកនៅសេចក្តីសុខព្រះអង្គឆ្លើយថាអ្នកសំឡាប់ក្តីក្រោធឲ្យស្លាប់មិនកើតទុក្ខរមែងរស់នៅដេកក៏សុខមិនសោករងទុក្ខគ្រប់អន់លើមនាលវត្តត្រាំងភូចូលជ្រាបថាអរិយគ្រប់គ្នាតែងសរសើរការសំឡាប់ក្រោតជាអំពើល្អគួរតែធ្វើកុំចងចាញ់ក្តីក្រោធនេះមានឫសជាពើឯចុងវិញនោះរសផ្អែមឆ្ងាញ់គឺពេលក្រោតហើយទុកទោមនិញមិនព្រមចុះចាញ់ទើបជាពើដល់ពេលបានវាយតបទៅវិញចិត្តស្បើយទោមនិញរៀងធូរពួងទើបថាមានចុងផ្អែមដូចឆ្នងការអស់ក្រោតនោះទើបជាសុខ